បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទវីដេអូនេះគឺវីដេអូបដិស័ព្ទឬយើងហៅថាពាក្យផ្ទុយបាទអញ្ចឹងបដិស័ព្ទជាពាក្យផ្ទុយនិងពាក្យខាងក្រោមបាទអញ្ចឹងពាក្យលឿនបាទលឿនផ្ទុយនឹងពាក្យអ្វីបាទពាក្យលឿនបន្ទាប់មកទៀតពាក្យប្រយ័ត្នផ្ទុយនឹងពាក្យចុចយើងអត់ដឹងទេបន្ទាប់មកពាក្យគ្រោះថ្នាក់ផ្ទុយនឹងពាក្យចុចតមកពាក្យទៅផ្ទុយនឹងពាក្យចុចបាទអញ្ចឹងចង់ដឹងថាតើបដិស័ព្ទឬពាក្យផ្ទុយនឹងពាក្យខាងក្រោមទាំង4នេះតើពាក្យទាំង4នេះវាមានបដិស័ព្ទជាមួយនឹងពាក្យណាខ្លះសូមមើលការបង្ហាញខាងក្រោមទាំងអស់គ្នាជាមួយលោកគ្រូបាទតោះអញ្ចឹងចាប់ផ្ដើមបាទអញ្ចឹងពាក្យទី1គឺពាក្យលឿនផ្ទុយនឹងយឺតបាទអញ្ចឹងពាក្យលឿនផ្ទុយនឹងយឺតបន្ទាប់មកទៀតពាក្យប្រយ័ត្នផ្ទុយនឹងធ្វេសប្រហែសបាទអញ្ចឹងប្រយ័ត្នផ្ទុយនឹងធ្វេសប្រហែសបន្ទាប់មកទៀតពាក្យថាគ្រោះថ្នាក់ផ្ទុយនឹងបាទគ្រោះថ្នាក់ផ្ទុយនឹងសុវត្ថិភាពបាទអញ្ចឹងគ្រោះថ្នាក់ផ្ទុយនឹងសុវត្ថិភាពបន្ទាប់មកទៀតពាក្យទៅផ្ទុយនឹងពាក្យមកបាទអញ្ចឹងសរុបមកវិញពាក្យផ្ទុយទាំង4នេះគឺពាក្យលឿនផ្ទុយនឹងយឺតប្រយ័ត្នផ្ទុយនឹងធ្វេសប្រហែសគ្រោះថ្នាក់ផ្ទុយនឹងសុវត្ថិភាពពាក្យទៅផ្ទុយនឹងមកបាទទៅមកបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះបាទណាហើយសិនបើមានសំណួរឬយ៉ាងណាសូមសួរមកចោះហើយដើម្បីតើតងគឺអាចមើលតាមបាទមើលតាមខាងក្រោមនេះគឺដាក់លេខឲ្យហើយគឺមានលេខទូរស័ព្ទមានឈ្មោះ YouTube អីនៅក្នុងនោះមានស្រាប់ហើយបាទណាបាទអញ្ចឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ